em mà câu trái thì tới kia anh hầm con nó ở bên tan đây chứ hầu đấy chứ có ba đâu có phải lâu nè mai câu nó ai vừa con xảy trái con chạm nó tăng bay vừa sụp công dương một nơi bằng trăng nó đang bị cao đâu này to nói này to chung người quên luôn nó vui tới trong phanh luôn này nó bên đó mới ngày muốn bên ống con nó ban xây mau ban đẹp hơn nơi nào không na đấy bên ống này muốn mong phân mà để tí một khơi nhá những con mới anh bà trong chẳng có bị ngay và có về đặc biệt thì quân khăn nắng có anh bà trong chẳng được thi này cònตัวประตูเลยการงี้ออกนั้นก็cònมันจบตื่นហើយគាត់កាន់ការងារហ្នឹងគឺយូរហើយតែបងមិនសម្រាប់ហ្នឹងតែបបារងក្រុមម្នាក់ហ្នឹងប៉ុន្តែអត់ដែលមានដំណោះស្រាយទេអូយបងប្អូនហើយបងប្អូនពលរដ្ឋផ្ញើវីដេអូមកខ្ញុំស្មានហុយលក្ខណៈធម្មតាបាទហើយក្លិនលក្ខណៈធម្មតាគ្រាន់តែមកដល់កន្លែងទីតាំងកម្រសម្រាមពុកម៉ែបងប្អូនហើយបាទក្លិនស្អុយក៏គ្រុកតែម្ដងហើយបាទនៅក្បែរផ្ទះបងប្អូនវិជាបរនប្រហែលជា3-400ម៉ែត្រហ្នឹងពុកម៉ែបងប្អូនបាទកន្លែងក្រសម្រាមមកពុកម៉ែបងប្អូនអញ្ចឹងហើយបានបងប្អូនវិជាបរនបាទគាត់រស់នៅចំណុចស្ពាន64 65 66 67 68 69ហ្នឹងគាត់ថាអូយហុយម្ដងហុយមិនមែនត្រឹមតែក្លិនហុយទេគឺស្អុយក៏គ្រុកតែម្ដងផ្សែងទាំងក្លិនស្អុយគឺមកទាំងអស់តែម្ដងពូអើយពូពិបាកណាស់អញ្ចឹងពូអញ្ជើញមកជួយផ្សាយឲ្យថ្នាក់ដឹកនាំហ្នឹងក្រុងសំពៅពូនឬក៏ថ្នាក់ដឹកនាំខេត្តជួយត្រួតពិនិត្យមើលចំណុចទីតាំងកម្រសម្រាមនោះពូអើយពិបាកណាស់បងប្អូនជាបរិបទពិបាកណាស់នៅនេះគឺជាសកម្មភាពបាទប្រិមត្តពុកម៉ែបងប្អូនបាទក្រុមការងារយើងបានទទួលព័ត៌មានពីបងប្អូនជាបរិបទព័ត៌មានមួយទៀតហើយពាក់ព័ន្ធនៅក្រុងសំពៅពូនបាទកន្លែងដុតសម្រាមបាទកំណរសម្រាមអុយក៏គ្រប់តែម្ដងបាទពុកម៉ែបងប្អូនបាទចាស់ក្លិនប៉ះពាល់បងប្អូនវិជាបរិបទស្ទើរតែមួយក្រុងសំពៅពូនបាទនេះតាមប្រភពវិជាបរិបទនៅក្រុងសំពៅពូនបានផ្ដល់វីដេអូមកខាងអង្គភាពព័ត៌មានយើងខ្ញុំបាទហើយក្រុមការងារក៏ចុះមកប្រែរូបភាពផ្ទាល់បាទហើយបន្ថែមទៀតនឹងក្រុមការងារបានតំណាក់តំណងទៅខាងរដ្ឋបាលក្រុងសំពៅពូនបាទទេហើយបាទ4-5 ដងហើយមើលហើយមិនឆ្លើយតបបាទមូលហេតុអីបាទអញ្ចឹងរដ្ឋបាលក្រុងសំពៅពូននឹងមានគិតពីសុខទុក្ខបងប្អូនជាបរិបទបាទនៅក្រុងសំពៅពូនខេត្តកណ្ដាលនេះទេហើយមួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនបាទក្រុមហ៊ុនសម្រាមនេះបាទតែស្អុយក៏គ្រុកនេះបាទក្រុមការងារអង្គភាពអាស៊ានលីបានតំណាក់តំណងមកសួររឿងក្លិនស្អុយហើយនឹងផ្សែងចូលដល់សាលារៀនទៀតណាប្រិមិត្តពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនឬបងអាជ្ញាធរគិតថាក្លិនស្អុយមិនស្អុយបាទអញ្ជើញចុះតាមស្ពានបាទចុះតាមស្ពាន64បាទបត់ស្ដំដៃចូលបន្តិចមកឃើញទេបាទបត់ស្ដំដៃបន្តិចមកឃើញទេបាទហើយអាចចូលមកហិតបានបាទក្លិនបែបណាបាទពលរដ្ឋនៅចំមកកណាត់ក្រុងសំពៅពូនហើយបាទមកកណាត់ក្រុងហើយដែលគាត់មានការត្អូញត្អែពាក់ព័ន្ធនឹងក្លិនស្អុយកគ្រុកបាទមិនដឹងថាបច្ចេកទេសក្រុមហ៊ុនសម្រាមគេហ្នឹងគេធ្វើមិនទេបាទប្រិមិត្តពុកម៉ែបងប្អូនហើយបាទឈឺបងប្អូនវិជាបរដ្ឋក្មេងៗបាទពេញតែភូមិនឹងតែម្ដងបាទពេញតែភូមិនឹងតែម្ដងខ្ញុំទទួលប្រភពពីបងប្អូនជាបរដ្ឋនៅចំណុចបាទស្ពាន64 65នេះបាទគឺឈឺចង់គ្រប់ទេហើយបាទទាំងចាស់ទាំងក្មេងបាទក្លិនស្អុយក៏គ្រប់ហើយពាក់ព័ន្ធក្លិនហុយបាទហុយម្ដងចូលសាលារៀនបាទចូលសាលារៀនបងមេថ្នាក់ដឹកនាំក្រុងសំពៅពូនអើយជួយត្រួតពិនិត្យមើលផងបងបាទហើយបើបងគិតថាបងផ្សាយនេះបើមិនច្បាស់ទេអាចអញ្ជើញមកកន្លែងកំណរសម្រាមនេះបានតិចថាងបងប្អូនជាមកផ្សាយនេះអត់មានមូលដ្ឋានអត់អីមែនទេណាខ្ញុំទទួលប្រភពពីបងប្អូនជាបរិវត្តបានឆាតបាទ private មកខ្ញុំផ្ទាល់តែម្ដងដើម្បីឲ្យក្រុមការងារអង្គភាពអាស៊ានលីយើងខ្ញុំហ្នឹងចុះមកផ្ដិតរូបភាពបាទផ្ទាល់កន្លែងទីតាំងបាទបងប្អូនជាបរិវត្តលោកតម្លាក់ location ឲ្យតែម្ដងបាទអត់ពិបាកម្ដងទេហ្នឹងហើយអត់ពិបាកម្ដងទេហើយពាក់ព័ន្ធនឹងក្លិនបាទដោយក្រុមការងារលើកឡើងអញ្ចឹងបាទពាក់ព័ន្ធនឹងក្លិនគឺស្អុយក៏គ្រុកតែម្ដងបាទស្អុយដល់បងប្អូនជាបរិវត្តនៅនេះហូបបាយមិនបានទេបាទដឹងហើយពាក្យថាក្រុងបាទពាក្យថាក្រុងសំពៅពូនពាក្យថាក្រុងហើយបើបងប្អូនជាបរិវត្តថាហើយសម្រាមនេះចេញពីផ្លូវបាទពីផ្លូវជាតិបាទចូលទៅក្រុងសំពៅពូនប្រហែលជា 2-3 គីឡូបាទពុកម៉ែបងប្អូនបាទ 2-3 គីឡូទេកន្លែងចាក់សម្រាមនេះបាទហើយចូលមកប្រហែលជា 1 គីឡូដីគឺក្លិនស្អុយជះមកតែម្ដងបាទ
មិនដឹងជាបច្ចេកទេសក្រុមហ៊ុនដឹកសម្រាមនឹងមិនទេបាទប្រិមិត្តពុកម៉ែបងប្អូនហើយក្រុមការងារយើងខ្ញុំបានតំណាក់តំណងមកក្រុមហ៊ុនបាទដឹកសម្រាមនឹងដែរថាចាំគេសួរមេគេឲ្យមេគេហ្នឹងមើលការហុយការស្អុយហ្នឹងណាបាទប៉ុន្តែគ្រាន់តែក្រុមការងារតំណាក់តំណងមកហ្នឹងវា2ថ្ងៃហ្នឹងហើយបាទអង្គភាពយើងខ្ញុំរងចាំការឆ្លើយតបគឺអត់មានការឆ្លើយតបអីទេបាទអ្នកមើលការនេះកន្លែងក្រុមហ៊ុនសម្រាមនេះបាទទី1ទី2គឺเพจរដ្ឋបាលស្រុកបាទเพจរដ្ឋបាលស្រុកបាទសំពើពូនបាទក្រុមសំពើពូនក្រុមការងារយើងបានធ្វើការទេបាទតាមเพจផ្លូវការរបស់ក្រុមសំពើពូនបាទទេទៅបាទគាត់មើលគាត់ស្ដាប់បាទក្រុមការងារសួររឿងពាក់ព័ន្ធការហុយការស្អុយប៉ះពាល់បងប្អូនប្រជាពលរដ្ឋបាទនៅចំណុចបាទស្ពាន64 65 66 67 68 69គឺស្អុយទាំងអស់បាទស្អុយក្លិននេះបាទទាំងបាទផ្សែងនឹងអីប៉ះពាល់បងប្អូនប្រជាពលរដ្ឋបាទប៉ះពាល់បងប្អូនប្រជាពលរដ្ឋបាទនិយាយចំ 4-5 គីឡូគឺស្អុយប៉ះពាល់បងប្អូនប្រជាពលរដ្ឋឆាតឆ្លើយឆាតផ្ដល់ព័ត៌មានមកក្រុមការងារយើងខ្ញុំហើយខ្ញុំសូមបញ្ជាក់ទៀតថាក្រុមការងារអង្គភាពយើងខ្ញុំមិនមានចេតនាផ្សព្វផ្សាយបំផុសបំផុលបំពោសង្គមបាទប៉ះពាល់ដល់អាជ្ញាធរទេបាទគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបាទផ្សាយបាទជាដំណឹងជូនទៅបាទលោកអភិបាលក្រុងសំពើពូនឲ្យជ្រាបជាព័ត៌មានថាពលរដ្ឋមានការត្អូញត្អែរ